បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបដំឡើងកម្មវិធី Teammap ងាយៗសម្រាប់ស្វែងរកផ្លូវនៅក្នុងប្រទេសកូរ៉េអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅតាមដានវីដេអូនេះទាំងអស់គ្នាអញ្ចឹងដំបូងគឺបងប្អូនចូលមកកាន់កម្មវិធី Teammap មកបងប្អូនវាយជាអក្សរអង់គ្លេស Teammap ឬក៏អាចវាយជាអក្សរកូរ៉េក៏បានដែរអញ្ចឹងខ្ញុំ download រួចហើយអញ្ចឹងខ្ញុំធ្វើការចុចទៅលើកម្មវិធី app Teammap នឹងមកបាទអញ្ចឹងចូលមកដល់ចំណុចនេះបងប្អូនមើលខាងលើគេដែលគេដាក់ថា Beautiful Honhoro Shichakaki អញ្ចឹងបងប្អូនចុចលើពាក្យនឹងមកចូលមកដល់ចំណុចនេះគឺបងប្អូនត្រូវបំពេញលេខទូរស័ព្ទរបស់បងប្អូនដែលប្រើប្រាស់នៅក្នុងប្រទេសកូរ៉េហ្នឹងបំពេញចូលមកបាទបន្ទាប់ពីធ្វើការបំពេញរួចបងប្អូនចុចពាក្យថាមកបាទអញ្ចឹងគេនឹងធ្វើការផ្ញើលេខតាមទូរស័ព្ទដៃមកឲ្យយើងបំពេញលេខហ្នឹងមកលេខចំនួន5ខ្ទង់ហ្នឹងបាទបន្តមកបងប្អូនមើលពាក្យថា in ជាង Ponho Parkin ចុចលើពាក្យហ្នឹងមកបងប្អូនចុចលើពាក្យថាមកបាទបន្ទាប់ពីបងប្អូនចុចពាក្យថាហើយបងប្អូនមើលខាងលើគេដាក់ថា Module Thonghe Hamnida ចុចគ្រីសមកអញ្ចឹងពេលយើងចុចលើប្រអប់ហ្នឹងវានឹងធ្វើការគ្រីសទាំងអស់ហ្នឹងហើយបងប្អូនមើលមកក្រោមគេមកគេដាក់ថា Thonghe Hako Shichakaki ចុចលើពាក្យហ្នឹងមកបន្តមកចំណុចកន្លែងនេះបងប្អូនចុចពាក្យ Dan Allo បាទកន្លែងនេះទៀតបងប្អូនចុច Allo មកបាទអញ្ចឹងរបៀបប្រើប្រាស់បងប្អូនមើលមកលើមកមានកន្លែងគេ search ទីតាំងហ្នឹងបងប្អូនចុចលើពាក្យហ្នឹងមកបន្ទាប់មកបងប្អូនធ្វើការដាក់អាសយដ្ឋានទីតាំងដែលបងប្អូនចង់ទៅបងប្អូនទីតាំងនៅណាបងប្អូនដាក់អាសយដ្ឋានមកអញ្ចឹងខ្ញុំសូមធ្វើការឧទាហរណ៍ខ្ញុំដាក់ទីតាំងផ្សារនៅជិតផ្ទះខ្ញុំអញ្ចឹងណាហើយបន្ទាប់ពីដាក់អាសយដ្ឋានទីតាំងហើយយើងចុច search មកបាទនៅត្រង់ចំណុចនេះគឺសំខាន់ណាស់ពេលដែលបងប្អូនដាក់ទីតាំងអាសយដ្ឋានហើយបងប្អូនទាញមើលនៅខាងក្នុងនេះពេលដែលយើង search ហ្នឹងតើដូចនឹងអាសយដ្ឋានដែលយើងបានវាយនឹងអត់បើសិនបើដូចហើយបងប្អូនមើលខាងស្ដាំដៃមានសញ្ញាព្រួយចុចលើព្រួយនឹងមកបាទចូលមកដល់ត្រង់នេះបងប្អូនមើលមកលើខាងឆ្វេងដៃរូបឡានដែលគេដាក់14នាទីហ្នឹងបានន័យថាការធ្វើដំណើររបស់យើងគឺចំណាយពេល14នាទីដើម្បីទៅដល់ទីតាំងមួយហ្នឹងបន្ទាប់មកបងប្អូនមើលមកក្រោមខាងក្រោមគេនេះបងប្អូន scroll មកមើលនៅខាងស្ដាំដៃ scroll មកឃើញពាក្យ Wanda Taxi ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនមើលថាប្រសិនបើបងប្អូនជិះតាក់ស៊ីទៅចំណាយអស់ប្រមាណអញ្ចឹងក្នុង app Wanda Taxi នេះបើសិនបើយើងជិះតាក់ស៊ីយើងចំណាយអស់ប្រហែលជា10000គេដាក់ផាប្រហែលណានិយាយសាំងស្មានគេការប៉ានស្មានរបស់គេគឺខ្ទង់ជា10000អញ្ចឹងបើយើងជិះតាក់ស៊ីវាចំណុចមួយដែលយើងអាចដឹងបានដែរងាយស្រួលក្នុងការយើងទៅណាមកណាអីយើងចង់ដឹងព័ត៌មានចំណាយថ្លៃតាក់ស៊ីអស់ប៉ុន្មានអីយើងអាចចុច search អញ្ចឹងបានអញ្ចឹងកុំឲ្យខាត់ពេលយូរយើងបង្វែរមកកន្លែងកម្មវិធីយើងវិញអញ្ចឹងពេលដែលបងប្អូនឃើញទីតាំងដែលបងប្អូនត្រូវទៅហើយបងប្អូនមើលពាក្យខាងក្រោមដែលគេដាក់ថា Anne Sichak យើងកាលណាយើងចុចអាហ្នឹងគឺគេនឹងបង្ហាញសញ្ញាធ្វើដំណើរឲ្យយើងអញ្ចឹងកម្មវិធីហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនបើបងប្អូនពេញចិត្តកុំភ្លេច like comment subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូក្រោយបាយបាយ